Good morning everyone សួស្តីបងប្អូនគ្នាសម្រាប់ថ្ងៃនេះខ្ញុំមក recap ណា position ដែលខ្ញុំបានចូលពីយប់មិញចឹងថ្ងៃនេះម៉ោង1ហើយថ្ងៃអង្គារថ្ងៃ24ខែ2ហើយម៉ោង1កន្លះយប់ណា1កន្លះហើយខ្ញុំអត់ទាន់សម្រាប់ទេហើយក៏ឆ្លៀត recap position មួយដែលខ្ញុំបាន entry ពីយប់មិញឲ្យបងប្អូនគ្នាបានមើលហើយនឹងបញ្យល់អំពី market structure និង order flow របស់ market delivery អញ្ចឹងយើងមក check ជាមួយ4ម៉ោងសិនព្រោះខ្ញុំបាន trade នៅក្នុង condition 4ម៉ោងហើយ time frame condition 4ម៉ោងហើយ fake មក15នាទីដើម្បីរក confirm entry ណាខ្ញុំប្រើ liquidity 4ម៉ោងហើយមកមើល15នាទីអញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាចង់ master អាច trade 4ម៉ោង liquidity ហើយមក master entry នៅក្នុង15នាទីអូខេយើងចូលទៅ forward time frame ឬក៏4ម៉ោងអញ្ចឹងសម្រាប់លក្ខខណ្ឌ4ម៉ោងកន្លែងនេះយើងមានណា breakthrough មកក្រោមនេះយើងហៅទៅជា breaker ដែលមកពី bullish order block ដែលវា fail វាទៅជា breaker អញ្ចឹងអា breaker នេះខ្ញុំអត់បានមើលទេគ្រាន់តែខ្ញុំដឹងថាទៅនេះមាន breaker ណាជា breaker block អញ្ចឹងខ្ញុំមកមើល condition កន្លែងនេះដូចអ្នកនរគ្នាបានដឹងហើយពី episode មុននិងលក្ខខណ្ឌមុនដែលខ្ញុំបាន post ក្នុង YouTube channel ទាក់ទងជាមួយនឹង ICT suspension block ណា suspension ដូចទៅនឹង fair blue gap ដែរ bullish and bearish ដូចគ្នាណាគ្រាន់តែថា suspension wicks របស់វាគឺទល់គ្នាឬក៏លើខ្ពស់ជាងគ្នាយើងឃើញថាវាអត់មានចន្លោះប្រហោងដូច bearish and bullish fair blue gap ទេគឺវា wick របស់វាទល់គ្នាឬក៏ខ្ពស់ទៅលើបន្តិចណាយើងចាប់ពី opening price body ទៅដល់ close and body នេះឃើញ close wick ពូ opening វានៅលើណា opening វានៅលើ close wicks ឬនេះ close wick នេះ close opening ណា close តម្លៃហើយ opening វានៅនេះណាឬក៏បើកទៀនវានៅនេះកន្លែងបើកទៀនហើយ close wick នៅខាងក្រោម close តម្លៃយើងចាប់ពី body មកដល់ body នេះមកដែលយើងហៅទៅជា body close opening price body មកដល់ body close ដែលយើងហៅទៅជា suspension block ណា suspension មានទាំង bullish and bearish ហើយរបៀបប្រើយើងប្រើដូចទៅនឹង bullish and bearish fair blue gap ដែរអញ្ចឹងមើល4ម៉ោងយើងឃើញលក្ខខណ្ឌ4ម៉ោងហើយនេះជា key level របស់4ម៉ោងជា suspension block 4ម៉ោង suspension block 4ម៉ោងតនេះអត់ sweep high ទេបើមើលនៅក្នុង lower time frame តនេះវាជា key level មួយដែរដែលយើងហៅថាជា point of interest ឬក៏ POI supply and demand វាដូចគ្នាគ្រាន់តែថា ICT គេហៅថា point of interest ដែរយើងបកមកជា POI ហៅកាត់ថា POI នឹងឯងអញ្ចឹងយើងឃើញថា POI នៅក្នុង high time frame អញ្ចឹង price វាបដិសេធក្នុងការ sweep liquidity high ដោយវា sweep ទៅនេះមួយ high ហើយណាវា sweep ជាមួយនេះ high ហើយ 4ម៉ោងវានៅលើនេះហើយ low 4ម៉ោងវានៅក្រោមនេះអញ្ចឹងយើងមើល4ម៉ោងមានsuspension block 4ម៉ោង buy side liquidity អញ្ចឹងនៅពេលដែល sweep យើងមក order flow វាត្រូវ trade មកក្រោមវិញយក low 4ម៉ោងក្រោមវិញដោយសារវា sweep high 4ម៉ោងហើយណា buy side liquidity 4ម៉ោងហើយអញ្ចឹងយើង trade មកក្រោមវិញតោះនេះដល់យើងមាន key level មួយដែលយើងហៅថាជា suspension ហើយនឹង point of interest នេះ body close ណា body close មកដល់ wick high close នេះយើងហៅថាជា point of interest នៅក្នុង lower time frame អូខេយើងប្រើ forward time frame ហើយយើងវិភាគនៅក្នុង4ម៉ោងហើយយើងមក analyze ដើម្បីចូល trade ឬក៏ចូល set up នៅក្នុង15នាទីអញ្ចឹង fix មក15នាទីយើងឃើញហើយណា fix មក15នាទីតនេះជា inducement ណា inducement អញ្ចឹង inducement វាអត់យក inducement ទេវា sweep 4ម៉ោងសិនណា sweep 4ម៉ោងសិនអញ្ចឹងនៅពេលដែល sweep 4ម៉ោងហើយយើងមករក key level ឬក៏យើងហៅថា PDRA ដើម្បី trade ណាយើងដាក់ premium and discount មួយសិនដើម្បីរកកន្លែង trade អូខេ PDRA ណាយើងវាស់ premium discount មក swing មកតើតាណាជា premium តាណាជា discount អូខេអញ្ចឹងយើងឃើញថា price ឡើងដល់ premium price ហើយ sweep ជាមួយនឹង buy side liquidity 4ម៉ោងដែលយើងជាយកជា key level មួយហើយនៅពេលដែលវា retrace
ណា retracement មកវិញយើងអាចលក់ត្រឡប់មកវិញបានដោយ set up របស់យើងចាំលក់នៅ order block នេះជា bullish order block opening price bullish bearish drop low យើងហៅទៅជា bullish order bearish order block sorry ជា bearish order block ណាយើងចាប់ពី opening price body មកដល់នេះមកជា order block ប៉ុន្តែយើងចាប់ពីនេះទេដោយសារខ្ញុំចាប់ពីកន្លែងនេះ opening price ពីការបើកតម្លៃឬក៏បើកទាននឹងឯងអញ្ចឹងជា bearish order block អញ្ចឹង set up គឺយើង set up នៅ fix មួយនេះក៏បានឬក៏មួយនេះក៏បានដែរនៅពេលដែល we retrace ទៅវិញអញ្ចឹងយើងឃើញកន្លែងនេះមាន suspension មួយទៀតណាព្រោះ condition នេះយើងនៅក្នុងអី condition នេះយើងនៅក្នុង premium ចុះមកក្រោម discount យើងលក់នៅ premium ហើយទិញលើកឡើងនៅ discount ណា discount rate អញ្ចឹងយើងឃើញថាវានៅ premium ហើយមានបិទ order block ណាបិទ single candle order block ណា wix របស់វាស្មើគ្នា the wix ក្រោមហើយ body នៅចន្លោះកណ្ដាលដែរជា candle pass ឬក៏ single candle order block អញ្ចឹង candle បន្ទាប់គឺវាអត់ break through ទៅលើទេហើយបើសិនចង់ set up យើងនៅពេលដែលបិទ single candle order block SL យើងដាក់នៅលើ single candle order block មកហើយ set up យើងនៅពេលដែលចេញ set up គឺយើង set up នៅត្រង់នេះនៅ wix opening ណា opening ហើយ SL យើងដាក់នៅខាងលើវិញអូខេអញ្ចឹង bearish order block ណាហើយទៅនេះមានchain instant of delivery ណា chain instant of delivery ក៏បានយើងហៅទៅជា market structure ក៏បានដែរណា bearish market structure shifts អូខេ bearish market structure shifts ហើយបើចង់ហៅជា chain up creator ក៏បានដែរណាវាអត់ជាបញ្ហាទេកន្លែងនេះអញ្ចឹង set up យើងមាន scenario ទី1មានbearish order block ណា bearish order block អញ្ចឹងនៅពេលដែល price pull ត្រឡប់ទៅយក bearish order block វាណាវាត្រឡប់មកវិញឬក៏ pull back retracement pull back នឹងឯងណាអញ្ចឹងខ្ញុំសូមសង្កត់ធ្ងន់មួយទៀតតាក់ទងជាមួយនឹង candle next candle មួយនេះដែលយើងហៅថាជា single candle order block ឬក៏ហៅថាជា scope candle scope ណា scope អញ្ចឹងយើងមកមើលកន្លែងនេះច្បាស់ scope នេះវា candle នេះវាខុសពីគេណាវាខុសពីគេអញ្ចឹង confirmation candle គឺយកពូអាហ្នឹងឲ្យទៅ confirmation ណា confirm price ដើម្បីបិទនៅក្នុង condition របស់ PDRA មួយណាដូចជា order block and breaker and mitigation block and rejection block and fair blue gap អញ្ចឹងវាបិទនៅក្នុង PDRA មួយណាយើងទិញលើកឡើងឬក៏លក់ចុះនៅក្នុង PDRA មួយនឹងដោយប្រើ confirmation single candle order block ដែលយើងហៅថាជា scope candle scope ហៅខ្លីទៅសាមញ្ញសួរស្ដាប់ scope ប៉ុន្តែឈ្មោះពេញរបស់វាជា single candle order block អូខេអញ្ចឹងបើសិនជា price កំពុងបាយយៈណា bullish កំពុងបាយបិទទៅលើវាបិទជា single candle order block មានន័យថាវា lock តម្លៃបាយវាទៅជា sell ណាអញ្ចឹង candle នេះវានៅតែចុង wick ទេឬក៏នៅពាក់កណ្ដាលនៃការ break through របស់ bullish breaker and bearish breaker អញ្ចឹងយើងឃើញទៅនេះជា wick low របស់វា wick high body របស់វានៅកណ្ដាលយើងអត់សំខាន់ថាពណ៌ខៀវពណ៌ក្រហមទេមានពីរពណ៌ដែលយើងហៅថាជា bullish and bearish អញ្ចឹងទៅលើនេះនៅពេលដែលវាបិទមក break គឺវា break through មកក្រោមហើយមួយទៀតវាបិទនៅក្រោមវា bullish ឡើងទៅលើអញ្ចឹងបើយើងលក្ខខណ្ឌយើងចង់ទិញលើកឡើងពី single candle order block វាអត់មានអីសាមញ្ញវាសាមញ្ញមែនទែន single candle order block ណាខ្ញុំចាប់ឲ្យបងប្អូនគ្នាមើលកន្លែងនេះណាចាប់ឲ្យមើលយើងចាប់ពីណា wick high run wick low មកខាងក្រោមរត់មក wick low មកខាងក្រោមហើយ body វាស្មើគ្នានៅចំចំណុចកណ្ដាលហ្នឹងឯងអញ្ចឹងនៅពេលដែលវាបិទនៅក្រោមណា liquidity ណាមួយនេះជា liquidity ឬក៏ all low lower low and យើងហៅទៅជា all low ណា all low អញ្ចឹងវា sweep all low មួយអញ្ចឹងបើយើងចង់ set up នៅ all low បិទ single candle order block យើងអាចទិញលើកឡើងពី single candle order block ព្រោះយើងយក wick low នេះជាការ sweep liquidity ជាការ sweep របស់ liquidity អញ្ចឹងយើងយកអានេះជា
key សម្រាប់ set up អញ្ចឹងបើសិនជាចង់ set up ពេលដែលទិញលើកឡើង SL យើងដាក់នៅក្រោម Wix low របស់ single candle order block ឬក៏ scope ហ្នឹងឯងយើងមើលទាំងអស់ទៅព្រោះយើង check មើលទៅជា single candle order block ដូចគ្នាអញ្ចឹង next candle មួយគ្រាប់នេះជា single candle order block ហេតុអីបាន price វាអត់ព្រម pull ទៅលើដើម្បីផ្ដាច់យកអីយក IDM ឬក៏ inducement ព្រោះវាមាន scope ទប់តម្លៃនៅខាងលើនេះហើយមានន័យថាវា lock តម្លៃចិត្តនេះហើយអញ្ចឹង scope យើងយកមក confirm price ឬក៏ confirm price delivery ណាយកមកបញ្ជាក់ក្នុងការតម្លៃក្នុងការលក់ឬក៏ទិញហ្នឹងឯងអូខេអញ្ចឹងយើងចូលមកដល់ set up buy ម្ដងអញ្ចឹង set up buy យើងមើលថាវា sweep liquidity 4ម៉ោងហើយ sell side liquidity 4ម៉ោងហើយបើចង់ set up ណាបើចង់ set up យើងមាន set up បែបណាបើចង់ set up សួរ set up តនេះមានអត់យើងមានក៏ប៉ុន្តែវាអត់ clean ទេណាវាអត់ស្អាតដូចនៅខាងលើទេអត់ស្អាតដូចនៅខាងលើទេយើងមើលនៅក្នុងនេះយើងមាន bearish FVG and bullish FVG វាទៅជា balance price range balance price range balance price range បើយើងមើល5នាទីបើមើល5នាទីយើងមាន set up មួយណាបើមើល5នាទីយើងមាន set up មួយខ្ញុំសូមបញ្យល់ពី5 minute បន្តិច5នាទីបើយើងមើល5នាទីព្រោះខ្ញុំមើល5នាទី set up យើងឃើញទៅនេះមាន inversion fair blue gap ណា inversion fair blue gap អូខេ inversion fair blue gap wick high and wick low wick high and wick low អញ្ចឹងពីមុនវាជា bearish fair blue bearish fair blue gap price pull up rally up ឡើងទៅលើផ្ដាច់ bearish fair blue gap ដែលយើងរំពឹងក្នុងការ sell ត្រឡប់ sell តម្លាក់ចុះប៉ុន្តែនៅពេលដែលវា pull up ឡើងទៅលើណាយើងអត់អាចលក់បានទេយើងចាំទិញវិញណាយើងចាំទិញលើកឡើងវិញអូខេយើងចាំទិញលើកឡើងវិញដោយយើងប្រែពី sell ទៅ buy ព្រោះវាទៅជា inversion fair blue gap ដែលយើងហៅទៅជា IFG ហ្នឹងឯងអញ្ចឹងកន្លែងនេះមានបិទអីគេ scope មួយគ្រាប់ទៀតណាមានបិទ scope មួយគ្រាប់ទៀតនៅកន្លែងនេះ single candle order block single candle order block ឃើញ price pull rally up ឡើងទៅលើវិញអត់ rally ទៅលើវិញដោយយើងឃើញ single candle order block តែបើយើងចាប់អញ្ចឹងជា proportion block ប្រចាំ proportion តើ price create low នៅក្រោម proportion ទៅយើងទិញណាយើងមានឱកាស2ហើយយើងអាចបប្រើ order block ឡើងនេះក៏បានដែរ order block mitigation block អ្នកដែលប្រើ mitigation block អូខេអាចចាប់ mitigation block ឡើងនេះអាចទិញលើកឡើងពី mitigation block បានណា mitigation block ឃើញ price pull ទេណា retrace មកវិញត្រឹម mitigation block អញ្ចឹងបើយើង master ទៅលើមួយណាត្រូវតែមួយហ្នឹងទៅទាំង mitigation block ទាំង inversion fair blue gap អូខេព្រោះយើងឃើញថា4ម៉ោងវា sweep ហើយអញ្ចឹង condition យើងអាចលក់បន្តទៀតបានទេរកកន្លែង set up ក្នុងការទិញលើកឡើងវិញអូខេរកកន្លែង set up ក្នុងការទិញលើកឡើងវិញអត់លក់បន្តទៀតទេយើងអត់លក់បន្តទៀតទេអញ្ចឹងសម្រាប់វីដេអូនេះនឹងស្រាវចម្ងល់បងប្អូនអ្នកគ្នាមួយចំនួនហើយព្យាយាម back test និងបញ្យល់បន្ថែមទៀតណាជួបគ្នានៅមេរៀនក្រោយ